គាត់ជាខ្លាំងមុននឹងស្លាប់ Go Roger បានប្រកាសជាសាធារណៈថាទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ដែលគាត់ហៅថា One Piece គាត់បានយកវាទៅលាក់ទុកនៅកន្លែងមួយតែគាត់បានប្រាប់ថាគាត់លាក់ទុកនៅកន្លែងណាទេបើអ្នកណារកកំណត់ One Piece នឹងឃើញវាជារបស់អ្នកនោះចាប់តាំងពីពេលនោះមកក្រុមចៅសមុទ្រទូទាំងពិភពលោកបានចេញទូទៅស្វែងរកកំណត់ One Piece នៅគ្រប់ទិសទីរយៈកាលជាង10ឆ្នាំក្រោយមកទៀតសាច់រឿងបានណែនាំឲ្យយើងស្គាល់តួអង្គឯករបស់យើងឈ្មោះ Monkey D Luffy កាលនោះគាត់មានអាយុប្រហែលជា6ឆ្នាំទេតែគាត់ចង់ធ្វើជាចៅសមុទ្រហើយ idol របស់គាត់គឺមេចៅសមុទ្រសក់ក្រហមម្នាក់ឈ្មោះ Sang ប៉ុន្តែពេលនោះដោយសារតែ Luffy នៅក្មេងពេក Sang មិនអាចយកគាត់ដើរតាមបានទេនៅថ្ងៃនោះផងដែរមានចៅភ្នំមួយក្រុមទៀតដែលមើលទៅដូចជាកាយសាហាវខ្លាំងណាស់បានទាត់ទម្លុះទ្វារចូលមកក្នុងអាហារដ្ឋានហើយប្រាប់ម្ចាស់ហាងថាពួកគេត្រូវការស្រា10បារ៉ែលតែ Makino ដែលជាម្ចាស់ហាងបានប្រាប់ថាអត់មានស្រាលក់ទៀតទេពេលនោះ Sang ចិត្តល្អបានយកស្រាមួយដបដែលគាត់មិនទាន់បើកឲ្យទៅចៅភ្នំនោះតែចៅភ្នំនោះបានវាយបំបីដបស្រាចោលហើយចោទថា Sang មើលងាយគាត់ទោះជាយ៉ាងនេះក៏ដោយ Sang ចិត្តធ្ងន់ណាស់អត់ប្រកាន់ចៅភ្នំនោះទេហើយបែរទៅរើអំបែងដបរបស់ចោលកុំឲ្យមុតជើងគេបន្តមកចៅភ្នំបានចិត្តក៏ដកដើរកាប់ចានលើតុថែមទៀតដើម្បីឲ្យ Sang រើសហើយបាននាំពួកចាក់ចេញពីទីនោះបាត់ទៅពេលឃើញអញ្ចឹង Luffy ក៏ដោយចិត្តជំនួស Sang ខ្លាំងណាស់តែ Sang ហើយនឹងក្រុមរបស់គាត់បែរជានាំគ្នាសោយកិលទៅវិញទង្វើរបស់ពួកគេនឹងបានធ្វើឲ្យ Luffy កាន់តែក្តៅមកកម្រិតទៀតហើយបានឡើងឈរស្រែកក្តែងស្ដីឲ្យ Sang ថាជាមនុស្សកំសាកតែ Sang បានពន្យល់គាត់ថាមានមនុស្សខ្លះមិនសមឲ្យគាត់ឆ្លោះជាមួយទេពេលនោះដោយសារតែខឹងជាមួយ Sang ពេក Luffy បានទៅយកផ្លែឈើរបស់ Sang ដែល Sang ដាក់ចោលនៅលើតុយកមកញ៉ាំពេលឃើញអញ្ចឹង Sang មានការភ្ញាក់ផ្អើលហើយនឹងព្រួយបារម្ភពី Luffy ខ្លាំងណាស់ព្រោះផ្លែឈើដែល Luffy ទុំញ៉ាំហ្នឹងមិនមែនផ្លែឈើធម្មតាទេគេហៅវាថា Gam Fruit វាធ្វើឲ្យខ្លួនរបស់ Luffy យឺតដូចកៅស៊ូអញ្ចឹងហើយ Luffy នឹងអត់ចេះហែលទឹកអស់មួយជីវិតបន្តមកមិនយូរប៉ុន្មានស្រាប់តែមានហេតុការណ៍មួយបានកើតឡើងគឺ Luffy ត្រូវបានក្រុមចៅភ្នំចាប់ធ្វើបាបដោយសារតែគាត់ទៅទាមទារឲ្យក្រុមចៅភ្នំនឹងសុំទោស Sang ហើយពេលនោះ Sang ក៏បានទៅដល់ទីនោះផងដែរដែលនៅលើកនេះជាផុតពីការប៉ះទង្គិចគ្នាទេព្រោះតាមធម្មតា Sang ចិត្តធ្ងន់ណាស់ទោះបីគេស្ដាប់ទឹកមាត់ដាក់ក៏អត់ឆ្លោះជាមួយនឹងគេដែរតែបើសិនជាមានអ្នកណាគេហ៊ានប៉ះមិត្តភក្តិរបស់គាត់អ្នកនោះច្បាស់ជាមិនរួចខ្លួនទេនៅក្នុងការប្រយុទ្ធគ្នានោះដៃស្ដាំរបស់ Sang ម្នាក់ឈ្មោះ Ben Beckman ស្ម័គ្រចិត្តធ្វើជាអ្នកចាត់ការក្រុមចៅភ្នំតែមកផ្លែសោះ Ben Beckman បានកំចាត់កូនចៅរបស់ចៅភ្នំអស់លីងចំណែកមេគេក៏បានបោកគ្រាប់បែកផ្សែងនាំ Luffy គេចខ្លួនបាត់គាត់បាននាំ Luffy ទៅដល់សមុទ្រហើយដោយសារតែខឹង Luffy ខ្លាំងពេកគាត់ក៏បានបោះ Luffy ចូលទៅក្នុងទឹកបាទប្រកាន់តាមចងពៀពេលនោះមានសត្វសមុទ្រយ៉ាងធំមួយដែលពួកគេហៅថា Sea King បានចេញមកខាំស៊ីចៅភ្នំនោះហើយបន្តមកក៏ចង់ខាំស៊ី Luffy ផងដែរតែ Sang បានចូលទៅជួយទាន់ពេលនោះ Sang នៅជាមានជំនាញពិសេសអីមួយយ៉ាងគ្រាន់តែគាត់ប្រើភ្នែកដ៏មុតស្រួយសម្លក់ទៅកាន់ Sea King ខ្លាចក៏ហែលទឹកចេញទៅបាត់ការជួយសង្គ្រោះ Luffy នៅពេលនោះ Sang បានដាច់ដៃម្ខាងធ្វើឲ្យ Luffy អាណិតគាត់ខ្លាំងណាស់មួយរយៈក្រោយមកដល់ពេលដែល Sang ត្រូវចាក់ចេញពីភូមិ Fusa ទៅបន្តដំណើរផ្សងព្រេងរបស់គាត់បន្តទៀតនៅពេលនោះ Luffy បានប្រកាសអះអាងថាថ្ងៃណាមួយគាត់នឹងមានក្រុមខ្លួនឯងហើយគាត់នឹងក្លាយទៅជាមេចៅសមុទ្រដែលខ្លាំងជាងក្រុមរបស់ Sang ទៀតជាការសន្យា Sang បានផ្ញើមួកសំណប់ចិត្តរបស់គាត់ឲ្យ Luffy សិនហើយនៅពេលដែល Luffy ក្លាយទៅជាមេចៅសមុទ្រដ៏ពូកែម្នាក់គាត់ចង់ឲ្យ Luffy យកមួកនោះទៅឲ្យគាត់វិញ10ឆ្នាំក្រោយមក Luffy បានចាប់ផ្ដើមចេញដំណើរផ្សងព្រេងរបស់គាត់តាមទូកតូចមួយហើយអ្នកភូមិ Fusa ជាច្រើនបានមកជួបដំណើរ